ជំរាបសួរអតិថិជនរបស់ហាងចរណៃទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីផ្ទះបាយចរណៃរបស់យើងទៀតហើយអញ្ចឹងថ្ងៃនេះគឺជួបជាមួយនឹងឆាប់បារ៉ារបស់យើងតែម្ដងគឺចង់ដឹងថាគាត់មានជាមួយនឹងមុខម្ហូបថ្មីផ្លែចម្លែកចង់ចែកជូនអតិថិជនទាំងអស់គ្នាទស្សនាបែបណាយើងទៅជួបជាមួយនឹងឆាប់បារ៉ាទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរចង់ដឹងថាបងថ្ងៃនេះមានជាមួយនឹងមុខម្ហូបអ្វីចម្លែកចង់ចែកជូនអតិថិជនរបស់យើងឲ្យគាត់បានដឹងបានទស្សនាបងចាសម្រាប់ថ្ងៃនេះផងដែរនាងខ្ញុំបានរើសយកមុខម្ហូបមួយដែលគេហៅថាឆាមឹកម្រេចខ្ចីចាពុរិសាមុខម្ហូបមួយនេះគឺបងខ្លះគឺគាត់ចូលចិត្តខ្លាំងមែនតែនចាទើបខ្ញុំរើសយកមុខម្ហូបមួយនេះមកធ្វើចាអញ្ចឹងយើងចង់ដឹងថា Chef Mara មានការចម្អិនបែបណាយើងទៅជួបជាមួយនឹងការចម្អិនរបស់ Chef Mara ទាំងអស់គ្នាចាជាដំបូងគឺយើងត្រូវតែមានប្រភេទគ្រឿងសមុទ្រចម្រុះហើយនិងសាច់មឹករាងម្នាស់របស់ហាងចរណៃចានេះជាប្រភេទគ្រឿងផ្សំរបស់មុខម្ហូបឆាមឹកម្រេចខ្ចីចាអត់មានអីច្រើនទេបងគឺមានតែប៉ុណ្្នឹងទេចាអញ្ចឹងបន្ទាប់ពីខ្លាញ់យើងក្តៅហើយយើងដាក់ជាមួយនឹងខ្ទឹមរបស់យើងចឹងម្ហូបរបស់យើងឥឡូវគឺបានឆ្អិនហើយចង់មកធ្វើការភ្លក់ជាមួយនឹងខ្ញុំទាំងពីរអ្នកទាំងអស់គ្នាធ្វើការដួសជាមួយនឹងមឹករាងម្នាស់ជាមួយនឹងគ្រឿងសមុទ្រចម្រុះរបស់យើងឆ្ងាញ់ខ្លាំងមែនតើអតិថិជនទាំងអស់គ្នាដោយសារតែសាច់មឹកគឺអត់ស្វិតខ្លាំងទេគឺផុយឆ្ងាញ់តែម្ដងជាមួយនឹងសាច់ក្រុមចំពោះទាគឺមាននៅក្នុងគ្រឿងសមុទ្រចម្រុះនឹងមួយសេតនៅក្នុងកញ្ចប់តែមួយតែម្ដងចាបន្ទាប់ពីការភ្លក់ហើយគឺសាច់គ្រឿងសមុទ្ររបស់យើងនឹងសាច់មឹកស្លាយរឿងម្នាស់ហ្នឹងគឺមានរសជាតិឆ្ងាញ់ខ្លាំងមែនទែនគឺបែបស្រស់ទោះវាប្រភេទកកក៏ដោយអញ្ចឹងសម្រាប់អតិថិជនចង់បានជាប្រភេទសាច់មឹករាងម្នាស់ឬក៏ជាប្រភេទគ្រឿងសមុទ្រចម្រុះផ្សេងអាចធ្វើការរកទិញបានគ្រប់សាខារបស់ហាងចរណៃដែលមានតម្លៃពិសេសសម្រាប់សាច់មឹករាងម្នាស់គឺតម្លៃត្រឹមតែ$3.99ក្នុងមួយកញ្ចប់ហើយជាមួយនឹងគ្រឿងសមុទ្រចម្រុះមួយកញ្ចប់តម្លៃត្រឹមតែ$2.10 សេនតែប៉ុណ្ណោះអញ្ចឹងសម្រាប់អតិថិជនត្រូវការអាចតាក់ទងតាមលេខទូរស័ព្ទឬក៏ឆាតទៅកាន់ Page Facebook ឬក៏ទៅដល់សាខារបស់ហាងចរណៃផ្ទាល់ក៏បានអរគុណច្រើនជម្រាបលា